ពីច្រើនខ្ញុំជិះនៅក្នុងក្រុងច្រើនចំពោះទម្ងន់ម៉ូតូក៏ដូចជាអាការជិះនៅក្នុងក្រុងហ្នឹងគឺស្រួលបត់បែនវាគឺស្រួលមែនតើហើយការដាក់លេខអីគឺ smooth ប្រាំង ABS អីគឺ smooth មកអែហ្មងចំពោះ brand Royal Enfield នេះគឺខ្ញុំស្គាល់រៀងយូរដែរតាម social media ហើយក៏ដូចជា feedback ពីអតិថិជនចាស់ៗដែលគាត់បានប្រើប្រាស់ហ្នឹងទៅយើង scroll social media តែងតែឃើញ feedback ពីគាត់ល្អៗហើយយើង research បន្ថែមទៅឃើញថា brand ហ្នឹង just យើងអាចទុកចិត្តនឹងការទិញគាត់បានបាទបាទបងខ្ញុំឈ្មោះពន្ជិតគឺជាបុគ្គលិកនៅក្នុងហ៊ុនឯកជនមួយកន្លែងផ្នែក Digital Marketing ហើយសប្តាហ៍ថ្ងៃនេះខ្ញុំរស់នៅទីក្រុងភ្នំពេញផ្ទាល់ហ្មងបាទបងចំពោះម៉ូតូដែលខ្ញុំប្រើប្រាស់ថ្ងៃនេះជាប្រភេទ Royal Enfield Classic 350ពណ៌ប្រផេះហើយចំពោះខ្ញុំប្រើនេះគឺរយៈពេលវាយចូល 3-4 ខែដែរចំពោះចំណង់ចំណូលចិត្តរបស់ខ្ញុំគឺខ្ញុំចូលចិត្តលេងវីដេអូហ្គេមហើយនឹងការជិះម៉ូតូទៅចិត្តរាល់ពេលចុងសប្តាហ៍ខ្ញុំតែងតែចំណាយពេលជាមួយនឹងម៉ូតូរបស់ខ្ញុំជិះទៅកាហ្វេណាដែលឆ្ងាយៗដើម្បីជិះរៀងឈៀលអញ្ចឹងណា relax នៅចុងសប្តាហ៍អញ្ចឹងទៅចំពោះកត្តាជំរុញគឺដោយសារម៉ូតូហ្នឹងលយដំបូងខ្ញុំថាម៉ូតូលយបែបរបស់យើងហ្មងហើយណាមួយទៀតយើងចូលចិត្តអីដែលផ្ទុយពីគេទូទៅក្នុងវ័យដែល20ជាងនេះពីច្រើនគេស្រឡាញ់បែប modern បែប sport អញ្ចឹងទៅតែខ្ញុំគ្រាន់តែឃើញប្រភេទពួក classic ហើយជាពិសេសឃើញ classic 350ហ្នឹងគឺខ្ញុំស្រឡាញ់ហ្មងខ្ញុំថាគួរតែមានម៉ូតូហ្នឹងជា collection ឬក៏ត្រូវតែជិះម៉ូតូហ្នឹងឲ្យបានហ្មងជាក់ស្ដែងដំបូងចាប់អារម្មណ៍ជាមួយនឹង brand Royal Enfield នឹងស្រាប់តែ model Hunter តែដល់ពេលបានឃើញគេផុសតាក់ទងជាមួយនឹង Classic 350ហើយជាពិសេសជាមួយនឹងពណ៌ដែលខ្ញុំកំពុងជិះរាល់ថ្ងៃពណ៌ប្រភេទហ្នឹងគឺស្រឡាញ់ហ្មងអញ្ចឹងគឺដាក់កក់អត់មានបានទៅមើលម៉ូតូផ្ទាល់ទេគឺដាក់កក់ហ្មង first impression ដែលខ្ញុំទទួលបានម៉ូតូហ្នឹងអាចថាស្រឡាញ់ប៉ុន្តែបើ compare មកឥឡូវស្រឡាញ់ជាងមុនទៀតដោយសារថាម៉ូតូហ្នឹងប្រហែលជាល្អគុណព្រោះយើងទិញមកដំបូងស្រឡាញ់ធម្មតាតែឥឡូវយើងជិះវាកាន់តែយូរទៅកាន់តែស្រឡាញ់ទៅអញ្ចឹងវាដោយសារវាស្រួលជិះហើយកាន់តែមើលវាឃើញរៀងស្អាតទៅវាអាភាព stable និង flexible របស់វាហ្មងគឺពីច្រើនខ្ញុំជិះនៅក្នុងក្រុងច្រើនអញ្ចឹងចំពោះទម្ងន់ម៉ូតូក៏ដូចជាអាការជិះនៅក្នុងក្រុងហ្នឹងគឺស្រួលបត់បែនវាគឺស្រួលមែនតើអត់យើងបាក់អញ្ចឹងណាហើយការសាងលេខការដាក់លេខអីគឺ smooth ប្រាំង ABS អីគឺ smooth មកអែហ្មងចំពោះ brand Royal Enfield នេះគឺខ្ញុំស្គាល់រៀងយូរដែរតាម social media ហើយក៏ដូចជា feedback ពីអតិថិជនចាស់ៗដែលគាត់បានប្រើប្រាស់ហ្នឹងទៅយើង scroll social media តែងតែឃើញ feedback ពីគាត់ល្អហើយយើង research បន្ថែមទៅឃើញថា brand ហ្នឹង just យើងអាចទុកចិត្តនឹងការទិញគាត់បានចំពោះតួខ្លួនរបស់វាគឺអាតួដែករបស់វាហ្នឹងគឺស្រឡាញ់បើយើងមើលមកវាលុក premium ហើយមក classic ហ្មងដោយសារ pet classic 350នេះគឺប្រើប្រាស់ដែកសតអញ្ចឹងអាហ្នឹងជាដែលធ្វើឲ្យខ្ញុំស្រឡាញ់ព្រោះយើងជិះម៉ូតូនេះ feel like យើងមក confident ហ្មងពេលយើងជិះទៅរៀងខ្ពស់រៀងមើលមករៀងអំណាចណាដល់ពេលយើងទៅជិះម៉ូតូទូចទៅហើយវារៀងស្រាលបាក់ដូចអត់ត្រឡប់ដៃត្រឡប់ខ្លួនម៉ូតូនេះពីច្រើនខ្ញុំជិះតែពេលចុះ production ឆ្ងាយឯងពួក classic ម៉ូតូរបស់ខ្ញុំហ្នឹងហើយខ្ញុំជិះនៅក្នុងក្រុងខ្ញុំជិះម៉ូតូទូចរបស់ខ្ញុំអញ្ចឹងទៅប៉ុន្តែមួយរយៈក្រោយនេះគឺខ្ញុំជិះអាធំសុតហ្មងវាស្រួលណាមួយយើងវាថាវាជា part of work របស់យើងដែរពេលដែលយើងជិះម៉ូតូនេះយើងមានអារម្មណ៍ថាពេលយើងទៅធ្វើការវាអត់ stress មានអារម្មណ៍ថាមុននឹងដល់កន្លែងធ្វើការយើងបាន relax ជាមួយម៉ូតូហើយស្រាប់អញ្ចឹងទៅដល់កន្លែងធ្វើការយើងអត់មានអារម្មណ៍ថាយើង stress ចំពោះការស៊ីសាំងខ្ញុំអត់សូវបាន not pick ទេព្រោះខ្ញុំកម្រនឹងចាក់សាំងខ្ញុំចាក់មកពេញទេពេលខ្លះមួយអាទិត្យពីរអាទិត្យបានខ្ញុំចាក់ម្ដងទៀតអញ្ចឹងព្រោះអត់ដែរចាប់អារម្មណ៍ថានឹងរឿងវាស៊ីសាំងអត់ទេប៉ុន្តែចាក់ស្ដែងទៅបែរជាអត់ស៊ីទេព្រោះយើងជិះឡើងរាប់ថ្ងៃយើងអត់ដែរបានចាប់អារម្មណ៍មួយសាំងផងបើតកតងជាមួយនឹងមនុស្សជុំវិញខ្លួនអាចថាការចំណង់ចំណូលចិត្តរបស់មនុស្សគឺខុសគ្នាទៅតាមប្រភេទនៃការចូលចិត្តអញ្ចឹងណាបងអ្នកខ្លះក៏គាត់ចូលចិត្តបែប modern ទៅប៉ុន្តែបើសិនជាអ្នកដែលចូលចិត្តបែប classic ដូចយើងគឺ 99.99 នៃឃើញម៉ូតូយើងគឺថាស្អាតថាលយស្រឡាញ់ដូចគ្នាបើថាសាកសមមួយ style អត់អាហ្នឹងយើងអត់ដឹងដែរប៉ុន្តែបើថាសួរខ្វល់អត់យើងអត់សូវខ្វល់ដែរដោយសារម៉ូតូហ្នឹងស្អាតស្រាប់ហីអញ្ចឹងយើងតែងខ្លួនតែស្អាតទៅមិនថា vibe classic មិនថាតែងខ្លួនបែបសម័យទេគឺជិះទៅលយដូចគ្នាជឿខ្ញុំចំពោះវ័យដូចជាអត់ជាបញ្ហាទេអាយុគាត់តែជាតួលេខទេសំខាន់យើងស្រឡាញ់ម៉ូតូណាយើងទិញម៉ូតូហ្នឹងទៅហើយដូចខ្ញុំអញ្ចឹងម៉ូតូ vibe classic ខ្ញុំវ័យខ្ទង់20ជាងតែខ្ញុំជិះទៅដូចជាអត់ feel ថាវាចម្លែកអីផងមើលទៅកាន់តែលយកាន់តែស្អាតគេសរសើរគ្រប់គ្នាចុងក្រោយបើសិនជាបងដែលកំពុងតែស្វែងរកជិះម៉ូតូធំហើយស្រឡាញ់បែប classic ដូចខ្ញុំនេះខ្ញុំគិតថា classic 350របស់ brand Royal Enfield នេះគឺជាជម្រើសមួយដែលគួរតែនៅក្នុង list របស់គាត់ហើយព្រោះ brand នេះល្អតាក់ទងជាមួយនឹង warranty service ផ្សេងជាក់ស្ដែងដូចម៉ូតូខ្ញុំ warranty រហូតដល់3ឆ្នាំអត់មានកាត់គីឡូទៀតអញ្ចឹងចំពោះបងដែលគាត់កំពុងតែស្វែងរកជិះម៉ូតូធំលើកទី1អត់ទាន់ understanding ច្រើនគឺជិះម៉ូតូដែលមាន warranty ថ្មីសុទ្ធអញ្ចឹងយើងអត់បារម្ភច្រើនហើយទី2ហ្នឹងគឺ service របស់គាត់គឺល្អមែនតើពេលដែលយើងមានបញ្ហាយើងទៅ discussion ជាមួយនឹងខាង technician របស់គាត់នៅ service maintenance ហ្នឹងគឺពួកគាត់ friendly ហើយនឹងអាចថាគាត់សប្បាយចិត្តនឹងការផ្ដល់ service ឲ្យយើងអញ្ចឹងយើងជិះបើសិនជាថ្ងៃណាមួយមានបញ្ហាទៅតែ service ទៅគាត់ឆែកជូនយើងមកស្អាតតែម្ដងហើយចំពោះម៉ូតូនេះដែរយើងជិះបានគ្រប់វ័យសម្រាប់ខ្ញុំឯណាហ្នឹង idea របស់ខ្ញុំឯងព្រោះខ្ញុំគិតថាវាអត់ out there ទេម៉ូតូបែបនេះរូបរាងបែបហ្នឹងគឺវាអត់ out there ទេជិះ5-6 ឆ្នាំទៅមុខទៀតក៏នៅតែវា cool វាលយដែរដូចខ្ញុំជិះចាក់ស្ដែងអញ្ចឹងខ្ញុំរៀងក្មេងទេប៉ុន្តែខ្ញុំជិះ vibe classic ជិះទៅលយហ្មងហើយតម្លៃគឺល្អមែនតើបើយើង compare ជាមួយនឹង brand ផ្សេងដែលមាន spec ផាកប្រហែលគ្នាគឺ friendly budget ហ្មងគឺតម្លៃថា4000ជាងប្រភេទ classic 350នេះរូបរាងស្អាតហើយម៉ាស៊ីនរហូតដល់350បាទបងបាទអរគុណច្រើនបងបាទ